លោកគឺអល់ទានទីអប់រំយុវជននិងកីឡាខេត្តឯកឧត្តមហ៊ិនឆាំអតីតសមាជិកក្រុមប្រឹក្សាខេត្តទីគោរពសូមគោរពលោកប្រធានមន្ត្រីស្រីទីលោកប្រធានមន្ត្រីលោកអបារងស្រុកលោកបណ្ឌិតនាយកលេខការលោកគ្រូអ្នកគ្រូយេតាបៃតាអ្នកអាណាព្យាបាលនិងសិស្សានុសិស្សជាទីស្រឡាញ់រាប់អានពិសេសគឺលោកមេឃុំមេភូមិនិងបងប្អូនប្រជាពលរដ្ឋទាំងអស់ជាទីគោរពនិងជាទីស្រឡាញ់ក្នុងនាមអាដាមពេញពូសាអភិបាលនៃគណៈអភិបាលខេត្តនៅក្នុងនាមខ្ញុំខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយបំផុតថ្ងៃនេះគឺជាទិវាដ៏មានអត្ថន័យបំផុតក្នុងប្រវត្តិសាស្ត្ររបស់សាលាយើងព្រោះយើងបានមកជួបជុំគ្នាក្នុងបរិយាកាសរីករាយនិងមោទនភាពដើម្បីប្រកាសបើកសម្ព័ន្ធថ្មីនៃបដិវេសនការឆ្នាំសិក្សា2025-2026នាពេលនេះការចាប់ផ្ដើមឱកាសដ៏វិសេសវិសាលដែលយើងម្នាក់មិនថាលោកគ្រូអ្នកគ្រូឬសិស្សានុសិស្សទេត្រូវតែរៀបចំខ្លួនទទួលយកចំណេះដឹងថ្មីបទពិសោធន៍ថ្មីនិងការពង្រឹងគុណភាពអប់រំឲ្យកាន់តែល្អប្រសើរឡើងគណៈអធិបតីលោកស្រីសមាជិកអង្គវិធីទាំងមូលជាទីរាប់អានផ្អែកតាមរបាយការណ៍ដែលលោកដែលរាយការណ៍ដោយលោកបណ្ឌិតអនគានាយកសាលាអន្តរជាតិជាបណ្ដាបានដំណើរការបើកថ្នាក់មត្តេយសិក្សានិងថ្នាក់បច្ចេកទេសទូទៅក៏ដូចជាការបានទទួលអាហារូបករណ៍ពីវិទ្យាស្ថានដៃជោសែនខេត្តស្វាយរៀងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទៅដល់យុវជនយុវនារីក្រីក្រដែលពុំមានលទ្ធភាពបន្តការសិក្សានៅឧត្តមសិក្សាចំនួន2វគ្គលើជំនាញកែសម្ផស្សនិងកុំព្យូទ័រចឹងគឺរបាយការណ៍ដែលបានផ្ដល់ឲ្យខ្ញុំនេះខ្ញុំមិនអានទាំងស្រុងទេដោយមានការលើកឡើងពីខាងដើមរបស់លោកគ្រូអ្នកគ្រូដែលជាតំណាងសាលានេះហើយប៉ុន្តែខ្ញុំមានការចាប់អារម្មណ៍ចំនួនសិស្សដែលបានមកចូលរៀននៅក្នុងឆ្នាំសិក្សា2024និង2025មាន334នាក់ក្នុងនោះស្រី189នាក់ហើយចង់ឃើញសិស្សដែលបានប្រឡងជាប់ការសិក្សាដោយជោគជ័យចំនួន332នាក់ស្ត្រី144នាក់អញ្ចឹងមានន័យថាប្រៀបធៀបនឹងសិស្សដែលបានចូលរៀននិងសិស្សដែលធ្លាក់យើងឃើញថាឆ្នាំ2024-25គឺមានចំនួន97នាក់នៅក្នុងនោះគឺមានស្រី44នាក់បាទស្រី44នាក់អញ្ចឹងសូមឲ្យលោកគ្រូអ្នកគ្រូឬក៏គណៈនៃសាលានេះគឺយើងគឺរឹតមើលថាសិស្សដែលធ្លាក់គឺយើងបន្តការសិក្សាគឺរឿងគាត់បោះបង់ការសិក្សាបាទដូចខ្ញុំឃើញនៅក្នុងរបាយការណ៍ហើយសម្រាប់លទ្ធផលក្នុងឆ្នាំ2025-2026នេះគឺយើងមានតែ6ចំណុចបាទ6ចំណុចពីឆ្នាំ2024-25គឺមាន7ចំណុចបាទអញ្ចឹងឃើញថា2025-2026អត់ឃើញមានរៀនកុំព្យូទ័រឬក៏រៀនកុំព្យូទ័រពេញម៉ោងឬក្រៅម៉ោងឬជំនាញកែសម្ផស្សទេបាទអញ្ចឹងខ្ញុំឃើញបាត់នៅក្នុងរបាយការណ៍នេះមិនមែនមានន័យថាมันបានដាក់នៅក្នុងរបាយការណ៍ឬក៏យ៉ាងណាដែរសូមឲ្យសាលាពិនិត្យទៅលើកិច្ចការនេះវិញតើយើងមានជំនាញទាំងអស់នេះដែរឬអត់បាទដើម្បីបញ្ជាក់ឲ្យអាណាព្យាបាលឬក៏ឪពុកម្ដាយដែលគាត់នៅជុំវិញនៅក្នុងភូមិនេះគាត់បានជ្រាបផងដែរដើម្បីឲ្យដឹងថាសាលាត្រូវមានជំនាញវិជ្ជាជីវៈអីខ្លះសម្រាប់បណ្ដុះបណ្ដាលនៅក្នុងកម្មវិធីរបស់សាលាគណៈអធិបតីលោកស្រីសមាជិកអង្គវិធីទាំងអស់ជាទីរាប់អានខ្ញុំឃើញថាសម្រាប់2025-2026នេះឃើញចំនួនសិស្សដែលខ្ញុំបូកទៅឃើញ469នាក់ក្នុងនោះគឺមានស្ត្រី270នាក់បាទដើម្បីទទួលបាននៅមូលដ្ឋានគ្រឹះចំណេះដឹងរឹងមាំសម្រាប់កសាងប្រទេសកម្ពុជាឲ្យឆាប់ឈាន
ទៅប្រទេសទទួលបានចំនួនមធ្យមកម្រិតខ្ពស់ឆ្នាំ2030និងប្រទេសអភិវឌ្ឍឆ្នាំ2050សិស្សានុសិស្សទាំងអស់ត្រូវយកចិត្តទុកដាក់ស្វែងយល់ដូចតទៅទី1គឺការអប់រំគឺជាគន្លឹះដ៏រឹងមាំបំផុតនៃជីវិតហើយចំណេះដឹងគឺជាកូនសោមាសដែលនឹងបើកទ្វារទៅកាន់អនាគតដ៏ភ្លឺស្វាងចឹងនៅក្នុងចំណុចទី1នេះគឺសំដៅចំណេះដឹងជាព្រីបដូចទៅនឹងកូនសោមាសបាទចឹងកូនសោមាសគឺជាកិច្ចការមួយដ៏សំខាន់មនុស្សបើគ្មានចំណេះគឺមិនមានការគិតប្រេះរិះបានទៅទេបាទបើគ្មានចំណេះមិនអាចធ្វើជាអ្នកដឹកនាំនៅថ្ងៃមុខបានទេបាទធ្វើជាមេភូមិធ្វើជាមេឃុំមេស្រុកឬក៏មេខេត្តបាទខ្ញុំនិយាយយ៉ាងដូចនេះមានន័យថាមានចំណេះគឺទៅណាមកណាមិនខ្លាចគេទេបាទមនុស្សមានចំណេះគឺគេនិយាយពីការសិក្សានិយាយពីការងារសង្គមនិយាយពីអ្វីផ្សេងដែលពាក់ព័ន្ធនឹងការរស់នៅប្រចាំថ្ងៃគឺយើងតែងតែយកចិត្តទុកដាក់នៅក្នុងការស្ដាប់បាទយកចិត្តទុកដាក់នៅក្នុងការចូលរួមប៉ុន្តែបើយើងគ្មានចំណេះដឹងទេគឺយើងខ្លាចគេយើងមិនហ៊ានទៅចូលរួមជាមួយក្រុមយើងខ្លាចគេសួរពេលគេសួរយើងមិនដឹងថាឆ្លើយបានឬក៏មិនបានយើងមិនចេះអញ្ចឹងខ្ញុំលោកនាមជាធ្លាប់ជាកុមារភាពហើយធ្លាប់ឆ្លងកាត់ការសិក្សាដោយបងប្អូនប៉ុន្តែចំនួនខ្ញុំនោះដូចបដែលលើទៀតថាសាលាមត្តេយទេបាទមានតែឆ្នាំអាយុ6ឆ្នាំចូលរៀនឆ្នាំសិក្សាគឺថ្នាក់ទី1បាទថ្នាក់ទី1អញ្ចឹងគឺបងប្អូននេះមានតំណាងណាស់ដែលមានអាយុ3ឆ្នាំទៅ4ឆ្នាំចូលសាលាមត្តេយបាទសាលាមត្តេយដែលខ្ញុំឃើញចំពោះមុខគណៈអធិបតីទៅចំពោះមុខខ្ញុំនេះខ្ញុំឃើញថាក្មេងៗក្លាហានអាយុ2 3ឆ្នាំគាត់ឡើងរំនៅលើវេទិកានៅលើឆាកនេះបានបាទបើចំនួនខ្ញុំគឺខ្លាចដែរបាទចឹងខ្ញុំគាត់ថាក្មេងៗទៅថ្ងៃមុខគឺជាតំពាំងសងឫស្សីឲ្យគាត់ក្លាហានណាបាទហើយនៅអំបញ្ញមិញទៀតគឺបងប្អូនចេះនិយាយភាសាចិនយើងកាលមុនអ្នកចេះចិនគាត់ខ្សែហោចិនកូនចៅចិនអញ្ចឹងគាត់ចេះបរិញ្ញាតរៀដល់ពេលឥឡូវឃើញមិញគឺថាមើលទៅបងប្អូនគួយខ្លះខ្មៅទៀតខ្ញុំទៀតគាត់ទៅពេលគាត់និយាយភាសាចិនបានល្អបាទហើយ style របស់គាត់គឺពាក់វ៉ែនតាទេខ្ញុំសួរមិញមិនមែនផ្នែកគាត់លញោមឬមើលមិនច្បាស់ទេខ្ញុំឃើញថាល្អមែនទេបាទហើយបងប្អូនក៏ក្លាហានក្នុងការនិយាយភាសាអង់គ្លេសអញ្ចឹងពូពូនៅវេទិកាដូចខ្ញុំអីគេអង់គ្លេសដល់បងប្អូនទេបាទអានោះសូមសារភាពតែម្ដងពូអាចចេះស្អីផ្សេងទៀតតែភាសាអង់គ្លេសបងប្អូនចេះជឿជាងពូទៀតអញ្ចឹងយើងសូមលើកទឹកចិត្តសូមសរសើរអញ្ចឹងសូមអបអរសាទរបងប្អូនបាទឥឡូវយើងគិតមើលនៅក្នុងស្រុកស្វាយជ្រុំចឹងថ្ងៃប្រហែលជា20គីឡូមកដល់ទីនេះទីរំខេត្តបាទ12 13គីឡូអញ្ចឹងយើងឃើញមើលទៅស្រុកស្រែនៅក្នុងមូលដ្ឋានសហគមន៍ជាក់ស្ដែងមេឃុំគាត់មានមោទនភាពឥឡូវសូមលោកមេឃុំសូមឡើងជើមើលបាទគាត់សប្បាយចិត្តដែរដែលបានកូនចៅរបស់គាត់ដែលគាត់តែជាអ្នកចេះដឹកនៅក្នុងភូមិឃុំរបស់គាត់ថ្ងៃក្រោយគឺភូមិឃុំរបស់គាត់វាមានការរីកចម្រើនណាយើងពីមុនមកអ្នកនិយាយភាសាអង់គ្លេសគាត់យើងទៅរៀននៅភ្នំពេញបាទឥឡូវយើងមើលទៅក្នុងមូលដ្ឋានជាក់ស្ដែងមិនទាន់មានផ្លូវកស៊ូទៅដីសទៅដីគ្រូទេបាទដីទៅហុយទេប៉ុន្តែបងប្អូនមានសមត្ថភាពមានចំណេះដឹងពិសេសកូនគួយទាំងអស់នេះគឺសិតតែមានការក្លាហានណាស់បាទអញ្ចឹងលោកគ្រូអ្នកគ្រូគឺគាត់សិតតែមានបទពិសោធន៍ក្នុងការបង្រៀនសម្រាប់មួយបាទអញ្ចឹងគឺពាក់ព័ន្ធនឹងចំណេះដឹងនេះគឺធ្វើយ៉ាងណាសូមឲ្យបងប្អូនខិតខំប្រឹងរៀនសូត្របាទមិនថានៅសាលាឬក៏នៅផ្ទះទេបងប្អូនទៅតែរៀនបាទអញ្ចឹងយកកិច្ចការពីសាលាឬក៏មេរៀនពីសាលាក្នុងរយៈពេលរៀនមួយថ្ងៃបាទឬក៏មួយល្ងាចមួយព្រឹកនេះដែលយើងរៀនរយៈពេល4ម៉ោងយើងទៅវិញធ្វើម៉េចអានសភៅបាទអាននៅមេរៀនដែលលោកគ្រូអ្នកគ្រូដាក់ឲ្យទៅយើងទៅអានធ្វើម៉េចឲ្យបាន2ម៉ោងយ៉ាងតិចបាទត្រូវតែអានហើយតែអានដែលល្អនោះគឺការរៀនមានការគិតទូខុសៗគ្នាមិនសំដៅថាឲ្យបងប្អូនទៅសាស្ត្រសិស្សរៀនម៉ោងប៉ុណ្ណេះល្អរៀនម៉ោងប៉ុណ្ណោះមិនល្អអីទេគឺទៅតាមចំណង់ចំណូលចិត្តបើយើងឃើញបរទេសគេច្រើនជួនកាលគាត់ទៅវត្តភ្នំ
អង្គុយក្រោមដើមឈើផ្អែកដើមឈើមើលគេដើរលេងដើរកំសាន្តអីចឹងទៅគាត់មើលមេរៀនមើលឯកសារអញ្ចឹងទៅបាទអ្នកខ្លះស្មុគស្មាញពេកគាត់រៀននៅក្នុងបន្ទប់គាត់តែគាត់បើកចម្រៀងតិចតិចហើយគាត់អាននៅមេរៀនឬក៏មើលនៅឯកសាររបស់គាត់បាទនេះក៏ជាចំណេះដឹងមួយដែរបាទប៉ុន្តែសម្រាប់ពូតែម្ដងគឺពូធ្លាប់រៀនពីតូចគឺឪពុកម្ដាយគាត់ឲ្យនិយាយឡើងម៉ោង8ទៅដល់ម៉ោង10យប់នេះគាត់ឲ្យមើលសភៅបាទឲ្យមើលសភៅមើលមេរៀនមើលកិច្ចការសាលានឹងទី1ទី2ឡើងរៀននៅរៀនភ្លឺម៉ោង4ម៉ោង4នេះគឺថាពីមុនមកមិនដែលមាននាឡិកាទេបាទគឺយើងតែមន់យើងទៅយើងដឹងថាម៉ោងណាមន់យើងទៅយើងដឹងម៉ោងហើយយើងជាងម៉ោងណាប៉ុន្តែដល់ពេលធ្វើវាស៊ីប្រហែលជា10អត់ជាងម៉ោងទេបាទអញ្ចឹងគឺឡើងទីចឹងតែម្ដងដូចជាលការោអញ្ចឹងម៉ោង4នេះគឺយើងឡើងទៅអត់ល្ងួយតិចមួយបងប្អូនបាទអត់ល្ងួយតិចប៉ុន្តែបងប្អូនព្យាយាមបានតែ2យប់ឬក៏2យប់3យប់បងប្អូនដឹងនេះហើយដឹងស្វាងហើយដល់ពេលបងប្អូនអានទៅមានអារម្មណ៍បាទអត់មានអីសំខាន់គឺអានទៅឆាប់ចាំឆាប់ចូលពេលអានតែ2ដងទៅ3ដងឬក៏4ដងការចំនួនគូគឺថាចាំទៅបន្ទាត់ទៀតបាទចាំទៅបន្ទាត់កន្លែងខណ្ឌបណ្ណាយើងចាំទៀតបាទអានតែ2ដងចាំអញ្ចឹងអ្នករៀនច្រើនចេះច្រើនអានច្រើនចេះច្រើនមិនថាអានតាមលទ្ធិតាមឯកសារលទ្ធិពុំឬក៏កសែតទស្សនាបដីអូនអានតាមពីទូរស័ព្ទបាទហើយការស្ដាប់ឲ្យបានច្រើនបាទស្ដាប់ឲ្យបានច្រើនបើកណាមនុស្សមិនទៅស្ដាប់គឺមនុស្សមិនទៅចិត្តមិនទៅចេះយកចិត្តទុកដាក់ក្នុងការដែលការងារអ្វីមួយទេបាទអញ្ចឹងចំណុចទី2គឺសិក្សាទាំងសិស្សតាមសិស្សទាំងអស់កុំខ្លាចទាំងសួរកុំខ្លាចនឹងប្រឈមហើយត្រូវចងចាំជានិច្ចថាបើគ្មានការតស៊ូក៏គ្មានការរីកចម្រើនដែររាល់ការលំបាកនិងបញ្ហាដែលកើតឡើងគឺជាមេរៀនដ៏សំខាន់សម្រាប់កែប្រែជីវិតរស់នៅប្រចាំថ្ងៃឲ្យប្រសើរជាងមុនអញ្ចឹងបងប្អូនត្រូវតែមានការតស៊ូដូចខ្ញុំលើកឡើងបាញ់មិញថាម៉ោង7 8នេះគឺបងប្អូនតាំងចិត្តថាត្រូវតែមើលសភៅត្រូវតែមើលឯកសារត្រូវតែមើលកិច្ចការគ្រូដែលបានតែឲ្យនឹងរៀបភ្លឺអាចថាយើងសុខចិត្តឲ្យឪពុកម្ដាយយើងឬអាណាព្យាបាលយើងបងប្រុសបងស្រីរបស់យើងជួយកាត់យើងដើម្បីយើងឡើងរៀនសូត្រទៀតអានេះហើយជាការតស៊ូបាទហើយតស៊ូមួយទៀតគឺបងប្អូនជួយ នៅក្នុងជីវភាពលំបាកមិនដបោក្នុងការហូបចុកសម្ភារៈក្នុងការប្រើប្រាស់មធ្យោបាយក្នុងការជិះមករៀនឪពុកម្ដាយជូនមកបបាយ៉ាងណាក៏ដោយបងប្អូនទៅតែតស៊ូអ្នកតស៊ូបានសម្រេចបាទអញ្ចឹងគណៈអធិបតីអស់លោកស្រីទាំងអស់ដែលនៅលើវេទិកានេះគឺម្នាក់មកដល់ថ្ងៃនេះមានឋានៈទូនទីគឺសិទ្ធិអ្នកតស៊ូគ្មានអ្នកណាមួយកើតឡើងដោយការចៃដន្យទេបាទការតែងតាំងដែលមន្ត្រីរាជការសពថ្ងៃនេះឬក៏ការតែងតាំងនាយកសាលានៅតាមសាលាឯកជនខ្ញុំគិតថាសុទ្ធតែមានលក្ខណៈសម្បត្តិហើយបាទត្រូវដាក់ដែលប្រវត្តិរូបសង្ខេបមកត្រូវពិនិត្យមើលយ៉ាងនឹងមានចំណេះដឹងអីបទពិសោធន៍អីសញ្ញាបត្រអីខ្លះបាទហើយមានឆន្ទៈក្នុងការបរៀនបាទបានល្អទៀតអញ្ចឹងយើងឃើញថាសាលានេះគឺជាសាលាមួយដែលល្អខ្ញុំគិតថាការងាររបស់រដ្ឋពិសេសសាលារដ្ឋគឺមានច្រើនកន្លែងបាទសាលារដ្ឋច្រើនហើយល្អមិនមែនអត់ល្អទេប៉ុន្តែប្រទេសជាតិមួយរីកចម្រើនទៅបានខេត្តមួយរីកចម្រើនទៅបានគឺដោយសារការបើកសាលាឯកជននិងខេត្តរីកចម្រើនស្រុករីកចម្រើនឃុំរីកចម្រើនគឺមានសាលាឯកជនមិនដែលស្រុកខេត្តណាមិនមានការរីកចម្រើនឲ្យមានសាលាឯកជនទេដោយសារមកពីទេមានតែកំណើនប្រជាជនមានការកើនឡើងហើយប្រជាពលរដ្ឋគាត់មានចិត្តមួយគាត់ថាបើចង់រៀនរដ្ឋបើចង់ទៅសាលាឯកជនគឺជាជម្រើសរបស់គាត់បាទហើយសាលារដ្ឋនិងសាលាឯកជននេះគឺសម្ភារៈបង្រៀនគឺមានលក្ខណៈគ្រប់គ្រាន់ស្តង់ដារហើយនឹងបរិស្ថានស្អាតល្អដូចជាបាទអញ្ចឹងគឺសាលាឯកជនគឺរៀនថ្លៃជាងរដ្ឋបន្តិចប៉ុន្តែសាលាឯកជនមានគុណភាព
មានសមត្ថភាពក្នុងការបរិញ្ញាមានការជឿជាក់ពីអាណាព្យាបាលពីឪពុកម្ដាយបានសាលាហ្នឹងគឺឈើជើងជាប់ដើម្បីទៅថ្ងៃអនាគតផងដែរអញ្ចឹងត្រូវខិតខំពង្រឹងវិន័យសិលធម៌និងគុណធម៌ដើម្បីឲ្យខ្លាយជាពលរដ្ឋល្អជាកុលបុត្រកុលធីតាដែលមានតម្លៃស័ក្តិសមជាតំពាំងស្នងឫស្សីរបស់ប្រទេសជាតិទី4សាលារៀនមិនមែនជាគ្រាន់តែជាកន្លែងរៀនមុខវិជ្ជាប៉ុណ្ណោះទេតែជាទីកន្លែងសម្រាប់អភិវឌ្ឍជំនាញជីវិតភាពជាអ្នកដឹកនាំទំនាក់ទំនងសង្គមអញ្ចឹងបងប្អូនមានន័យថាបងទៅរៀនហើយរៀនទៀតគឺរៀនមិនឈប់ឈរបាទរៀនច្រើនចេះច្រើនដឹងច្រើនធ្វើឲ្យយើងខ្លាចហាមដូចខ្ញុំបានលើកឡើងខាងដើមអញ្ចឹងបងប្អូនកណាមិនរៀនទេមិនអាចខ្លាយទៅជាភាពអ្នកដឹកនាំបានទេកាលណាដឹកនាំជាមេភូមិជាមេឃុំក៏អ្នកនឹងមានវិជាប្រយោជន៍នៅក្នុងភូមិនៅក្នុងឃុំនឹងបានចេះយកអាសាប្រជាពលរដ្ឋចេះយកអាសាអ្នកដែលមានជំងឺនិងមានបញ្ហានៅក្នុងភូមិក្នុងភូមិនេះយកទៅដល់បងជឿវិញយើងទៅយកទៅดูសុខភាពប្រជុំគាត់ទៅดูសុខភាពឬក៏ណែនាំឲ្យគាត់ទៅดูសុខភាពឬក៏ជឿខ្លួនអាចណែនាំគាត់ទៅមន្ទីរពេទ្យខេត្តឬក៏ទៅភ្នំពេញអីទៀតបាទអញ្ចឹងអ្នកដឹកនាំគឺជាអ្នកនាំមុខគេនាំគេធ្វើទៅមុនគេបាទពិនិត្យមើលថាស្អីដែលយើងត្រូវធ្វើចំពោះមុខបាទឧទាហរណ៍ក្រុមប្រសាទភូមិយើងគាត់ត្រូវដើរមើលដែលមានប្រមាណភូមិនៅក្នុងភូមិហ្នឹងបាទអញ្ចឹងផ្លូវខ្នល់ដាច់មានកន្លក់អីយើងត្រូវយកដីចលនាវិណាមកបុកគម្រោងយើងមានថវិកាយើងមានកំណត់ប្រជាជនតម្រូវការចង់បានផ្លូវថ្នល់ប្រើឲ្យបានល្អគ្រប់ដែលផ្លូវទាំងអស់នៅក្នុងភូមិអញ្ចឹងពេលដែលដាច់កន្លក់ដីខ្លះដែលយើងផុកបញ្ច្រំគឺយើងទៅធ្វើម៉េចឲ្យចលនាប្រជាជនឬក៏សូមឲ្យប្រជាជនបដិភិអីជាលុយជាកាក់តិចតួចដើម្បីយើងចាក់បំពេញដីបំពេញផ្លូវនោះដើម្បីឲ្យប្រើប្រាស់ផ្លូវបានបាទហើយយើងមើលឃើញថាស្រុកយើងរីកចម្រើននៅមានកម្រិតទៅថ្ងៃក្រោយមានការរីកចម្រើនខ្លាំងជាងនឹងទៀតយើងធ្វើម៉េចកុំឲ្យប្រជាពលរដ្ឋយើងធ្វើផ្ទះធ្វើសំណង់ការលក់ដូរទៅលើចើមផ្លូវហើយយើងពង្រីកពីភូមិយើងទៅផ្លូវធ្វើឲ្យផ្លូវវារួមតូចបាទហើយពិសេសជាពលរដ្ឋយើងដែលធ្វើផ្ទះធ្វើសំបែងសប្តាហ៍ថ្ងៃនេះឬក៏ធ្វើរូបលក់ដូរក៏ដូចជាឃ្លាំងផ្សេងៗយើងតែងតែចាក់ដីខ្ពស់ជាងខ្នល់បាទទឹកហូរទៅខ្នល់ធ្វើឲ្យខ្នល់ថ្ងៃក្រោយវាទៅជាបន្លាយទឹកហើយវាខូចគុណភាពផ្លូវអញ្ចឹងសូមឲ្យបងប្អូនជាពលរដ្ឋនិងអ្នកអាណាព្យាបាលទាំងអស់គឺយកចិត្តទុកដាក់ថែរក្សាសម្រាប់ភូមិឃុំរបស់យើងផងដែរចំណុចទី5លោកគ្រូអ្នកគ្រូជាស្ថាបត្យកនៃគំនិតជាអ្នកដាំដុះធនធានមនុស្សនិងបង្កើតមូលធនមនុស្ស6សូមបន្តជំរុញសិស្សមិនត្រឹមតែឲ្យយល់ដឹងពីមេរៀនប៉ុណ្ណោះទេថែមទាំងបណ្ដុះគំនិតឲ្យពួកគេចេះគិតចេះវិភាគចេះដោះស្រាយបញ្ហាប្រកបដោយភាពជាម្ចាស់ចឹងសូមឲ្យបងប្អូនគឺត្រូវតែខិតខំរៀនសូត្រចឹងគិតថាបងប្អូនមិនបោះបង់ការសិក្សាទេព្រោះសពថ្ងៃនេះជីវភាពឪពុកម្ដាយនិងអ្នកអាណាព្យាបាលយើងគិតថាពិបាកយ៉ាងណាក៏អាចមានលទ្ធភាពចិញ្ចឹមកូននិងយកចិត្តទុកដាក់កូនឲ្យរៀនសូត្រឲ្យចប់បាក់ឌុបបាទនៅថ្នាក់ទី12និងបន្តការសិក្សាឲ្យទៅរៀននៅមហាវិទ្យាល័យចប់បញ្ញាបត្រឬក៏ថ្នាក់ក្រោយឧត្តមសិក្សាបន្ថែមទៀតដើម្បីជាធានជនមនុស្សសម្រាប់ប្រទេសជាតិកម្ពុជារបស់យើងនៅប្រទេសវៀតណាមជិតខាងយើងនេះយើងឃើញថាអ្នកដែលចេះអានចេះសរសេរមើលអក្សរដាច់គឺគេសំដល់ 100% ហើយបាទដល់នៅកម្ពុជាយើងគិតថាមានវិស័យអប់រំទោះបីមានការរីកចម្រើនយ៉ាងណាក៏ដោយតែការវិចម្លៃរបស់ក្រសួងអប់រំយុវជននិងកីឡាអ្នកចេះអានចេះសរសេរចេះមើលអក្សរដូចតែ 51% បងចិនទីបាទដូចតែ 51% ទេអញ្ចឹងយើងសល់ចាស់ដែលសល់ពីសង្គមបែកពីជំនាន់ពលពតពី79មកគាត់មានជីវភាពពិបាកណាស់គាត់អត់មានពេលរកគាត់អត់មានពេលទៅរៀនសូត្របន្តការសិក្សាទេអាឡែងតែសង្គ្រាមបាទពិបាកមិនមានបានការរៀនសូត្រទេហើយធ្វើម៉េចចិញ្ចឹមកូនឲ្យតែបានរស់ឲ្យតែបានសុខភាពល្អនេះគឺជាការសុខដុមនៅក្នុងក្រុមគ្រួសារណាប៉ុន្តែយើងគិតថាចាប់ពីពេលនេះទៅថ្ងៃមុខមិនមានអ្នកមិនចេះអក្សរបាទអ្នកមើលអក្សរមិនបានមិនចេះទេសម័យនេះគឺខ្ញុំបានឃើញស្ដាប់លោកគ្រូ
អ្នកគ្រូមិនបានលើកឡើងថាយើងរៀន digital ខែមទៀតបាទខាងផ្នែកព័ត៌មានវិទ្យាព្រោះសប្តាហ៍ថ្ងៃគឺយើងមិនអាចទៅប្រជុំទៅសិក្ខាសាលាចូលវគ្គបណ្ដុះបណ្ដាលនៅទីណាហើយយើងមកប្រើគេឲ្យកូនចៅរបស់យើងធ្វើរបាយការណ៍ឲ្យយើងជំនួសយើងទេមានន័យថាអ្នកណាចូលប្រជុំចូលសិក្ខាសាលាចូលវគ្គបណ្ដុះបណ្ដាលត្រឡប់មកវិញត្រូវតែធ្វើរបាយការណ៍ជាលៀនលក្ខអក្សរដោយខ្លួនឯងហើយរបាយការណ៍ទៀតគឺបាយតាមកុំព្យូទ័របាទហើយឥឡូវនេះមិនបាយតាមកុំព្យូទ័រទេហើយពីនេះមានន័យថាយើងធ្វើរបាយការណ៍សរសេរនៅក្នុងទូរស័ព្ទដៃបាទទូរស័ព្ទដៃមានកម្មវិធីគេហៅថា notebook មានកន្លែងសម្រាប់សរសេរបាទសម្រាប់សរសេរកត់ត្រាយើងគ្រាន់តែប្រជុំចប់របាយការណ៍យើងក៏ចប់តាមនោះដែរហើយសម័យឥឡូវគឺលឿនចេះទៀតគឺយើងនិយាយនឹងមាត់ឲ្យអក្សររត់តាមសម្លេងដែលយើងបាននិយាយឧទាហរណ៍ថាយើងចង់ទៅផ្សារយើងគាត់និយាយចឹងយើងដាក់ទូរស័ព្ទគឺអក្សរវារត់ឲ្យសរសេរត្រូវដូចអ្វីដែលយើងបានអានចឹងឲ្យតែយើងអានច្បាស់មួយឲ្យចំតួអក្សរនឹងរត់ចេញអក្សរហើយបាទអញ្ចឹងខ្ញុំធ្លាប់ជាជំនួយការប្រាក់ដឹកនាំគឺខ្ញុំធ្លាប់ដៃកុំព្យូទ័រនេះគឺម្រាមដៃ10បាទអញ្ចឹងម្រាមដៃ10នេះគឺយើងដៃលឿនធ្លាប់ typing អង់គ្លេសលេងទៅក្រសួងព័ត៌មាន6ខែឬខ្ញុំអីបាទអញ្ចឹងគឺសម្រាប់ផ្សេងជំនាន់ក្រោយគឺកាន់តែជឿនលឿនទៀតបាទអញ្ចឹងអត់មានណាអក្សរកម្មក្នុងការប្រើកុំព្យូទ័រឬក៏ digital ទេបាទអញ្ចឹងសូមឲ្យបងប្អូនទាំងអស់នៅចំពោះមុខនេះបងប្អូនខ្ញុំនិយាយអញ្ចឹងតើបងប្អូនទទួលយកបានទេបងប្អូនស្ដាប់បានទេបាទបាទពេលបាយតែមើលពូតែពូអវត្តរបស់ថាពូឡើងវិញយូរទៀតតាមទឹកបើពូស្ដាប់បាននៅរបាយការណ៍ការលើកឡើងរបស់លោកគ្រូអ្នកគ្រូឡើងទៅទាំងអស់នេះគឺខ្ញុំចាប់បានច្រើនប៉ុន្តែបើទៅនេះតើទៀតប៉ុន្តែពូបញ្ញាទៅខេត្តកោះកុងទៀតដែរបាទទី7សាលាអន្តរជាតិជាវណ្ណរាសូមកែលម្អបរិស្ថានសិក្សាគុណភាពបង្រៀននិងផ្ដល់នៅការគ្រប់គ្រងពេញលេញទាំងសម្ភារៈបច្ចេកវិទ្យានិងធនធានមនុស្សដើម្បីធានាថាសិស្សសានុសិស្សទាំងអស់ទទួលបាននៅបទពិសោធន៍សិក្សាដែលល្អបំផុតនិងធ្វើការជាមួយមេដាបេដាអ្នកអាណាព្យាបាលនិងសហគមន៍ដើម្បីសម្រេចបាននៅចក្ខុវិស័យរួមរបស់ខេត្តនៅពេលខាងមុខចឹងហេដ្ឋារចនាសម្ព័ន្ធនេះខ្ញុំឃើញមានទៅកន្លែងតាមការតាមអីឲ្យសូមឲ្យមានការតាមការតាមអីបន្ថែមទៀតហើយនឹងតយោទឹកដើម្បីតាមការតាមជឿនេះឲ្យកាន់តែស្លាប់ស្អាតព្រមហើយខ្ញុំទូមន្ត្រីគណៈអធិបតីមិញនេះគឺថាដីនេះគាត់ទិញយូរហើយបាទចឹងមកឲ្យការជាតិហើយខ្ញុំឃើញតែកន្លែងនេះវាឆ្ងាយពីទីរួមខេត្តនៅជនបទទៅពិតមែនប៉ុន្តែសម្រាប់ប្រជាពលរដ្ឋនៅជិតនេះគឺមានច្រើនគ្រួសារមានផ្ទះសម្បែងច្រើនហើយមានការអភិវឌ្ឍផ្ទះសម្បែងគឺថាផ្ទះល្អមានផ្ទះថ្មផ្ទះឈើគឺថាផ្ទះដែលល្អហើយខេត្តស្វាយរៀងយើងនេះគឺមានប្រធានមន្ត្រីអភិវឌ្ឍជនបទស្រីទីនៅទីនេះហើយគឺថាជាខេត្តដែលប្រើបន្ទប់ទឹកមាននៅតែប្រព័ន្ធអនាម័យនេះគឺមានមិនអស់ต้อง100%គឺខេត្តទី1ដែលយើងបានធ្វើមុនគេទៅទូទាំងប្រទេសអញ្ចឹងបានបញ្ចប់ចុងក្រោយគឺនៅខេត្តកោះកុងឥឡូវសូមអបអរសាទរផងបាទហើយថ្ងៃក្រោយផ្លូវក្លុកផ្លូវទៅស្អាតទៅល្អអីគឺពឹងគាត់ទៅបាទផ្លូវអវត្តជនបទគាត់អត់ធ្វើផ្លូវទៅទីក្រុងទេហើយនឹងមួយមេឃុំដោយសារមួយឆ្នាំដូចមាន$200,000អីយ៉ាងតិចដែរសម្រាប់ការអវត្តភូមិប៉ុន្តែឃើញគេធ្វើតាមជំហានមានន័យថាអត្តភាពទី1បើភូមិនឹងត្រូវការធ្វើផ្លូវគឺធ្វើផ្លូវមុនគេបាទបើផ្លូវមានហើយអាចប្រើប្រាស់បានបើត្រូវការស្ពានត្រូវការលូកង់លូមូលលូជ្រុងគឺធ្វើតាមហ្នឹងបាទបើឃុំខ្លះធ្វើអភិវឌ្ឍហើយត្រូវការទឹកស្អាតប្រជាជនមានច្រើនអាហ្នឹងរកអ្នកវិនិយោគរកក្រុមហ៊ុនពីក្រៅធ្វើទឹកស្អាតមានន័យថាយើងហូបទឹកល្អមិនប្រើប្រាស់ទឹកបឹងទឹកបន្លាយឬក៏ទឹកដំណៅនៅជីនៅក្នុងដីដែលមានច្រើនទេបាទយើងត្រូវតែជាយាមដើម្បីយើងហូបស្អាតអនាម័យល្អយើងកាត់បន្ថយការឈឺបាទការឈឺអញ្ចឹងរឿងសំខាន់ណាស់សុខភាពកាលណាឈឺហើយគេឲ្យទៅសម្រាប់ក្នុងរាងគាត់ជាដែរបាទអញ្ចឹងគឺសុខភាពគឺជាសំខាន់ជាងគេនៅក្នុងជីវិតរបស់យើងមានសុខភាពមានអ្វីទាំងអស់បាទហើយការព្យាបាលគឺយើងដែល
ខ្ញុំសប្ងៃខ្ញុំកាន់ការងារអប់រំការងារសុខាភិបាលហើយសេវាសាធារណៈគម្រោងបរិស័យសុខាភិបាលបរិស័យអប់រំកំពុងតែសកម្មនៅតាមរាជធានីខេត្តហើយដែលខេត្តយើងគឺជាខេត្តមួយដែលយើងធ្លាប់បានចំណាត់ថ្នាក់ដោយសាលាបឋមសិក្សាស្វ័យជ្រុំនេះគឺយើងបានចំណាត់ថ្នាក់លេខ1ក្នុងការដែលបរិញ្ញាល្អសេវាល្អបាទគ្រូល្អបរិស្ថានល្អស្អីក៏ល្អដែរបាទល្អអញ្ចឹងអារម្មណ៍ហ៊ុនម៉ាលីគឺគាត់បានមកខេត្តរបស់យើងស្គាល់ដោយសារតាមរយៈវិស័យអប់រំហើយឆ្នាំនេះគឺយើងប្រឡងជាប់នីតិ A 54នាក់ក្នុងចំណោម3000នាក់ជាងបាទអញ្ចឹងគឺយើង57នាក់អារម្មណ៍អាបាខេត្តអារម្មណ៍តៃពូសាអាបាលីណាអាបាខេត្តជាទីអប់រំនេះគាត់នឹងធ្វើកម្មវិធីចែកម៉ូតូដល់ឲ្យសិស្សជាប់នីតិ A នេះ57គ្រឿងអញ្ចឹងសូមអបអរសម្រាប់ខេត្តយើងមួយដែរបាទដែលខាងអប់រំទទួលបានបាទអញ្ចឹងឆ្នាំ2025នេះគឺសិស្សដាក់ឈ្មោះដាក់ទៅប្រឡងគឺមានការកើនឡើងជិត1000នាក់ហើយយើងកើនពី17នាក់មកដល់54នាក់អញ្ចឹងប្រហែលនាក់ទៅបាទអញ្ចឹងយើងកើននីតិ A ច្រើនយ៉ាងក្នុងមួយឆ្នាំកើនច្រើនបាទអញ្ចឹងពេលថ្ងៃក្រោយគឺប្រទេសជាតិយើងមិនមានបញ្ហាទេយើងដើម្បីសេដ្ឋកិច្ចទៀតគឺក្រោយពីជួបអាបាខេត្តសិស្សជាប់នីតិ A ទៅជួបសម្ដេចដែលជួបឬក៏សម្ដេចមហាវត្តបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រទេសជាតិកម្ពុជាគាត់មានបានរង្វាន់ផ្សេងៗបន្ថែមទៀតបាទហើយក្នុងនាមថ្នាក់ដឹកនាំខេត្តខ្ញុំសូមថ្លែងអំណរគុណការជឿជឿចំពោះការលះបង់និងការខិតខំប្រឹងប្រែងកន្លងមកពីលោកបណ្ឌិតវិយុនាយិកាលោកគ្រូអ្នកគ្រូយតាបេតាអ្នកអាណាព្យាបាលនិងសិស្សានុសិស្សដែលបានសហការគ្នាល្អឆ្នាំសប្តាហ៍ថ្មីនេះសូមបន្តពង្រឹងវិធីសាស្ត្រពង្រីកថ្មីប្រកបដោយការច្នៃប្រឌិតនិងការយកចិត្តទុកដាក់ខ្ពស់បំផុតដែលខ្ញុំបានស្ដាប់អ្នកគ្រូដែលឡើងចុងក្រោយបំបញ្ញមិញនេះគឺពាក់ព័ន្ធនឹងការសម្ដែងសមត្ថភាពពាក់ព័ន្ធលើការលើកឡើងប្រាជ្ញាចិត្តមិញនេះគឺឃើញថាល្អមែនតើសម្រាប់2025-26នេះគឺសាលាមានសម្ភារៈគ្រប់គ្រាន់បាទគ្រូរៀនមានគុណវុឌ្ឍលោកគ្រូអ្នកគ្រូគឺអភិវឌ្ឍសមត្ថភាពបន្ថែមទៀតអញ្ចឹងខ្ញុំមិនលើកឡើងទាំងអស់ទេគឺមានចំណុចច្រើនខ្ញុំគិតថាទិសដៅដែលយើងទៅរៀបចំនេះឃើញថាត្រឹមត្រូវឃើញថាល្អគឺមានន័យថាថ្ងៃនេះសាលាបាទថ្នាក់ដឹកនាំដែលយើងទីអប់រំគាត់ធ្វើជាសាក្សីមកថ្ងៃនេះគឺមើលឃើញតាមចិត្តឡៃឃើញថាថ្ងៃនេះគឺសាលានេះគឺនឹងជោគជ័យដោយសារលោកគ្រូអ្នកគ្រូនិងអ្នកអាណាព្យាបាលក៏ដូចជាពុកម្ដាយដែលគាត់គ្រប់គ្រងនៅសាលានេះឲ្យយើងកាន់តែមានការរីកចម្រើនទៅថ្ងៃមុខដើម្បីកូនចៅរបស់យើងនៅក្នុងគ្រឹះស្ថានរបស់យើងទីចុងក្រោយខ្ញុំសូមជូនពរគណៈអធិបតីលោកបណ្ឌិតវិយុរាជការលោកស្រីលោកគ្រូអ្នកគ្រូមេដាបេដាអ្នកអាណាព្យាបាលនិងសិស្សានុសិស្សទាំងអស់ជួបតែសេចក្តីសុខសុភមង្គលនិងជោគជ័យគ្រប់ភារកិច្ចក្នុងឱកាសដ៏មហោរីនេះខ្ញុំសូមប្រកាសបើកបរិយាកាសឆ្នាំសិក្សាថ្មី2025-2026ចាប់ពីពេលនេះតទៅសូមគោរពសូមអរគុណ